Hello everyone, let's go with me ជាមួយនឹង vlog ដែលខ្ញុំត្រូវទៅរៀននៅប្រទេសចិនរយៈពេល1ឆ្នាំហើយនឹងគឺជាលើកទី1របស់ខ្ញុំហ្មងក្នុងការជិះយន្តហោះទៅក្រៅប្រទេសហើយសំខាន់គឺទៅម្នាក់ឯងអត់មានប៉ាម៉ាក់បងប្អូនទៅជាមួយទេប៉ុន្តែគាត់ថាខ្ញុំមានមិត្តភ័ក្តិដែលគាត់ជាអ្នកទៅរៀននៅអាហារូបករណ៍នៅប្រទេសចិនហ្នឹងជាមួយគ្នាដែរប៉ុន្តែសំខាន់គឺម្នាក់គឺមានណាគេឆ្លៃធ្លាប់ទៅទេគឺលើកដំបូងក្នុងការជិះយន្តហោះហ្មងហើយខ្ញុំនេះមកគឺមានមិត្តភ័ក្តិអីមក surprise អីចឹងណាហើយ fly ដែលខ្ញុំត្រូវហោះទៅបៃជីងហ្នឹងនៅម៉ោង12យប់វាយើងយប់ជ្រៅដែរអញ្ចឹងណាហើយខ្ញុំទៅដល់នោះខ្ញុំត្រូវតជើងពីបៃជីងមកសាលារៀនមកតង់ទៀតនិយាយមែនអាពេលដល់ហ្នឹងគឺបុកពោះហ្មងពួកអីអត់ដឹងថាទៅចិនហ្នឹងមិនអីពួកអត់ចេះនិយាយចិនហើយគ្នាខ្ញុំម្នាក់ហ្នឹងក៏គាត់អត់សូវចេះដែរដល់ពេលចង់រៀងភ័យដែរចាំជួបគ្នានៅវីដេអូបន្តទៀតនិយាយអំពីបន្ទាប់ពីខ្ញុំមកដល់បៃជីងហើយតាមមានរឿងអីខ្លះហើយមកដល់ចិននេះមានរឿងអីខ្លះច្រើននិយាយទៅមានរឿងច្រើនមែនតើអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបន្តទៀតនិយាយតាក់ទងពីដែលខ្ញុំមកដល់ចិនហ្នឹង